បើយកម្រាមដៃប៉ះលើអក្សរ Silicon Word នៅខាងក្រោមវានឹងឃើញរូបសញ្ញាជាច្រើនបើយកម្រាមដៃប៉ះលើរូបសញ្ញាដែលមានអក្សរសរសេរថាថតចម្លងពាក្យខ្មែរវានឹងឃើញពាក្យចម្លងជា PDF មានន័យថាអាចឲ្យយើង copy ពាក្យណាមួយក៏បានឧទាហរណ៍យកម្រាមដៃប៉ះលើអក្សរធយកម្រាមដៃប៉ះលើអក្សរ copy យកម្រាមដៃប៉ះលើអក្សរបិទយកម្រាមដៃប៉ះលើរូបសញ្ញាដែលមានអក្សរសរសេរថាសម្ដេចជួនណាតវានឹងឃើញពាក្យនិយមន័យជាច្រើនបើមិនយល់ពាក្យនិយមន័យណាមួយដែលមានបន្តនៅខាងក្រោមអក្សរយកម្រាមដៃប៉ះលើអក្សរនោះឧទាហរណ៍បនវានឹងបង្ហាញពាក្យនិយមន័យនោះបន្តបើយកម្រាមដៃប៉ះលើសញ្ញាជើងក្អែកនៅខាងលើស្ដាំដៃវានឹងលុបពាក្យនោះដើម្បីទុកឲ្យយើងដាក់ពាក្យថ្មីបញ្ចូលបើយកម្រាមដៃប៉ះលើសញ្ញាដែលមានអក្សរសរសេរថាពាក្យមុនវានឹងបើកនូវពាក្យដែលយើងធ្លាប់មើលហើយបើយកម្រាមដៃប៉ះលើសញ្ញាដែលមានអក្សរសរសេរថាបិទវានឹងបិទទំព័រនោះឡើងឃើញបើយកម្រាមដៃប៉ះលើរូបសញ្ញាដែលមានអក្សរសរសេរថាថតចម្លងពាក្យបាលីវានឹងឃើញពាក្យចម្លងជា PDF មានន័យថាអាចឲ្យយើង copy ពាក្យណាមួយបានក៏ប៉ុន្តែក្នុងសៀវភៅវចនានុក្រមរបស់សម្ដេចជួនណាតមិនមាននិយមន័យឡើយបើយកម្រាមដៃប៉ះលើសញ្ញាជើងក្អែកនៅខាងលើស្ដាំដៃវានឹងបិទទំព័រនោះ